ខេត្រាចេញពីបន្ទប់ទឹកមកវិញនាងអង្គុយនៅមុខតុសំអាងដៃតូចកំសៅថានៅលើសាច់មុខមាត់ខៃបូករួមច្រមុះស្រួចរោមភ្នែកក៏ដោយមិនចាំបាច់ពុតបន្ទាប់ពីតុបតែងមុខស្ដាងរួចមកដៃតូចចាប់កាបូមួយមកដាក់នៅលើសក់ទន់រលោងប្រាស្មាធ្វើឲ្យសម្រស់ស្រីតូចកាន់តែផុសឡើងរកកន្លែងទាស់មិនបានខេត្រាឃើញខ្លួនឯងក្នុងកញ្ចក់ហើយលើកដៃមកក្តោបថ្ពាល់ខ្លួនឯងញញឹមម្នាក់ឯងព្រោះព្រឹកមិញអ្នកកំឡោះញាស់ពេកធ្វើឲ្យនាងនៅអៀននៅឡើយពេលនោះសំឡេងគោះទ្វារបានបន្លឺឡើងមកអំជាមួយសំឡេងរបស់មូរ៉ាអ្នកនាងអាហារពេលព្រឹករៀបចំរួចហើយល្អបងទៅហើយខេត្រាប្រញាប់ដើរទៅបើកទ្វារបន្ទប់លោកម្ចាស់ប្រាប់ឲ្យអ្នកនាងញ៉ាំអាហារទៅមិនបាច់ចាំគាត់ទេអូគេទៅណាលោកម្ចាស់កំពុងមើលឯកសារនៅបន្ទប់ធ្វើការគ្រាន់តែបានចម្លើយពីមូរ៉ាភ្លាមមិនបង្អង់យូរខេត្រាប្រញាប់ដើរចេញទៅសម្ដៅទៅបន្ទប់ធ្វើការយ៉ាងរហ័សរកតែមូរ៉ាខាត់មិនទាន់អ្នកនាងទៅណាលោកម្ចាស់ហាមមិនឲ្យអ្នកណាចូលទេអ្នកនាងមូរ៉ាប្រញាប់រត់ទៅតាមម្ចាស់ស្រីតែរត់មិនទាន់បែរជាជ្រុលទៅបុកនឹងអង្ក្រែកមៀតធំដែលទើបតែចេញពីបន្ទប់ទៅវិញអ៊ុយមូរ៉ាលើកដៃខ្ទប់ក្បាលព្រោះមុននេះនាងបានជ្រុលទៅបុកនឹងទ្រូងមាំរបស់គេពេញមួយទំហឹងគុំតែគេជួយទប់ចង្កេះជាប់កុំអីនាងបែបឡងមកដួលអុកគូតនៅដីបាត់ទៅហើយស្លាកស្លើតទៅណាខៃបោះសម្ដីទៅសួរអ្នកដែលនៅក្នុងរង្វង់ដៃធ្វើឲ្យនាងតូចដែលមានកម្ពស់ខ្ពស់ជាងត្រូវងើយយកទៅមើលគេតែអ្នកណាទៅដឹងថាគ្រាន់តែបានមើលមុខគេចិត្តក៏អាចធ្វើឲ្យការចងចាំពេលស្រវឹងយប់មិញរត់ចូលមកពេញខួររបស់នាងរូបភាពមិនគួរឲ្យឃើញតែបែរជាឃើញមូរ៉ាប្រញាប់លើកដៃខ្ទប់មាត់ខ្លួនឯងសំណួរមានពេញក្នុងខួរក្បាលនេះយប់មិញខ្ញុំថាប់មាត់បងហើយព្រោះតែខ្មាស់ពេកនាងក៏ប្រើកម្លាំងទាំងអស់ដែលមានរុញគេចេញមករហូតដល់ខ្លួនប្រាណតូចមានសេរីភាពមកវិញមុននឹងដាក់មេប្រូនចេញទៅបាត់ដោយមិនងាកក្រោយខៃតាមមើលនាងតូចទាំងមិនយល់ថាថ្ងៃនេះនាងកើតអីជំហានតូចរបស់ខេត្រាបោះចូលមកក្នុងបន្ទប់ធ្វើការរបស់ម្ចាស់កោសម្ព័ន្ធចាក់នាងតូចចូលមកលេងសើចតែស្នាមញញឹមលើមុខក្រសាត់បាត់អស់បន្ទាប់ពីមើលឃើញថាគ្មានអ្នកណានៅនោះទេអេបងនៅទេសំណួររបស់នាងមិនទទួលបានចម្លើយទេទើបនាងតូចដើរទៅអង្គុយនៅកៅអីរបស់គេហើយលោតតិចកៅអីទន់ស្រួលខ្លួនល្អខេត្រាបានប្រទះឃើញរូបថតពីរបីសន្លឹកនៅលើនោះទើបលើកមកមើលនាងឃើញមនុស្សប្រុសនៅក្នុងរូបថតពោពេញដោយអំណាចទឹកមុខគេកាច់ខ្លាំងនិងរូបមួយសន្លឹកទៀតគឺនារីវ័យកណ្ដាលដែលមានទឹកមុខស្រទន់រំទុំថ្លៃថ្នូរមិនដឹងថាហេតុអីគ្រាន់តែឃើញរូបនេះហើយដៃទាំងគូរបស់នាងចាប់ផ្ដើមញ័រក្បាលចាប់ផ្ដើមឈឺខ្ទប់នាងមិនបានដឹងឡើយអ្នកនៅក្នុងរូបជាអ្នកណាដឹងត្រឹមថាមានអារម្មណ៍ធ្លាប់ស្គាល់ធ្លាប់ស្និទ្ធនាងមានអារម្មណ៍បែបនេះមិនខុសទេព្រោះបុរសម្នាក់នោះជា Kevin Cario និងមីនត្រាឪពុកម្ដាយរបស់នាងគ្រាន់តែពេលនេះនាងចាំមិនបានតែប៉ុណ្ណោះខេត្រាចាប់ផ្ដើមឈឺក្បាលខ្លាំងលើកដៃមកខ្ទប់ក្បាលនាងស្រវេស្រវាងើបដើរចេញតែជើងទាំងគូបែរជាគ្មានកម្លាំងលើកទៅមុខមិនរួចរហូតដល់រាងកាយស្ដាងដួលព្រោះនៅលើអត្រជាក់ល្ហឹមប្រញាប់ស្ទុះចូលមករកបន្ទាប់ពីបើកទ្វារចូលមកឃើញថានាងកំពុងតែដេកដួលលើឥដ្ឋខេត្រាខេតកើតអីចាប់បីឡើងយ៉ាងរហ័សហើយស្រែកបញ្ជាកូនចៅឡើងលាន់ពេញផ្ទះខៃហៅពេទ្យមកសំឡេងរបស់គេបង្ហាញយ៉ាងច្បាស់ពីការបារម្ភដែលមានទៅលើអ្នកដែលនៅក្នុងរង្វង់ដៃថាគេខ្វល់ពីនាងខ្លាំងប៉ុណ្ណាមិនយូរប៉ុន្មានគ្រូពេទ្យក៏បានបញ្ចប់តួនាទីរបស់ខ្លួនដោយរាល់កាយវិការគឺស្ថិតនៅក្នុងការតាមមើលរបស់ម្ចាស់កោសម្ព័ន្ធទាំងអស់ខេតយ៉ាងម៉េចហើយជំរាបលោកម្ចាស់អាការៈអ្នកនាងគឺការទង្គិចអារម្មណ៍ប្រហែលមកពីឃើញអ្វីដែលអាចរំលឹកដល់រឿងពីមុនគ្រូពេទ្យនិយាយចប់ងាកទៅហុចថ្នាំឲ្យទៅខៃពេលអ្នកនាងភ្ញាក់ឲ្យគាត់ញ៉ាំថ្នាំនេះទៅខៃមិនទាន់លើកដៃទទួលថ្នាំផងស្រាប់តែបោះសម្ដីកាត់មុខភ្លាមឲ្យមកយើងមកចាំយើងឲ្យនាងផឹកអបាទលោកម្ចាស់គ្រូពេទ្យហុចថ្នាំទៅម្ចាស់កោសម្ព័ន្ធដៃពីរទាំងចម្លែកនៅក្នុងអារម្មណ៍លោកម្ចាស់របស់គេកាន់តែប្លែកទៅហើយបើពិនិត្យរួចហើយទៅធ្វើការវិញចុះបាទលោកម្ចាស់និយាយរួចគ្រូពេទ្យបានដើរចេញទៅដោយពេលនេះនៅសល់តែអង្ក្រែកជំនិតនិងលោកម្ចាស់មុខមុំតែប៉ុណ្ណោះលោកម្ចាស់ធ្វើបែបនេះធ្វើអីនាងគឺខេត្រាមិនមែនអ្នកនាងខាធីរ៉ាទេខៃនិយាយនេះព្រោះមើលឃើញថាកន្លងមកបានកែប្រែក្មេងស្រីម្នាក់នេះទៅជាមនុស្សម្នាក់ទៀតដែលលែងមានវត្តមាននៅលើโลกនេះទៅហើយថ្ងៃមួយនាងគង់តែចាំគ្រប់យ៉ាងមកវិញលោកម្ចាស់ក៏ដឹងថានាងគឺខេត្រាខារីអូគ្រាន់តែយកនាងឲ្យគ្រូសាខារីអូក៏ចប់រឿងខៃធម្មតាមិនចេះសួរនាំច្រើនទេគេធ្វើជាមនុស្សចំណិតមក10ឆ្នាំគេយល់ពីម្ចាស់គេគ្រប់រឿងតែរឿងនេះគេអត់សួរមិនបានពិតមែនគេពិតជាមិនយល់ថាហេតុអីលោកម្ចាស់របស់គេចាំបាច់ធ្វើបែបនេះនាងចាំហើយយ៉ាងម៉េចយើងមិនបានចាប់នាងមកនាងអន្តែតមកដល់ទីនេះខ្លួនឯងយើងជាអ្នកជួយស្រង់នាងពីទឹកតែដើមប្រាឌីននិងកូនចៅគេកំពុងមករកនាងហើយលើឈ្មោះនេះហើយក៏មិនបានញញើតអីបន្តិចគេញឹមចុងមាត់ហាក់អស់សំណើចនៅលើកោះដែលជាកម្មសិទ្ធិរបស់យើងវាសំបីតែមួយជំហានក៏មិនអាចឈានចូលមកដែរខៃស្កាន់តែមិនយល់គេអានចិត្តម្ចាស់ខ្លួនឯងលែងដាច់តែភ្លាមនោះគេក៏នឹកដល់ចំណុចមួយព្រះរាជាតែងតែផ្ញើរាជសារមកគម្រាមវាច្បាស់ណាស់ថារឿងនេះពាក់ព័ន្ធគ្នាឬក៏លោកម្ចាស់ឃុំនាងនៅគ្រាន់តែចង់ផ្កើនព្រះរាជាយើងគ្រាន់តែចង់ឲ្យបតាឃើញថាអ្នកដឹកនាំល្អមិនចាំបាច់តតែល្អឥតខ្ចោះគ្មានចំណុចខ្សោយទេនិយាយបានត្រឹមនេះក្រសែភ្នែកគេហាក់ប្រែពីស្រទន់មកជាពេញដោយកំហឹងដៃទាំងគូក្តាប់ជាប់ធ្វើឲ្យសរសៃឡើងប៉ោងដឹងថាក្នុងចិត្តគេឆេះឆួលប៉ុណ្ណា
នឹកដល់ពេលអតីតកាលនៅពេលដែលបិតារបស់គេបានពង្រត់គេពីមនុស្សស្រីដែលស្រឡាញ់ខ្លាំងបំផុតដោយហេតុផលធ្វើជាស្ដេចមិនអាចស្រឡាញ់អ្នកណាខ្លាំងមិនអាចឲ្យខ្លួនឯងមានសម្បីតែមួយចំណុចខ្សោយវាជាហេតុផលដែលអាត្មានិយមបំផុតខៃបន្ទាប់ពីបាននិយាយអ្វីដែលអាចនិយាយបានរួចហើយគេក៏បានត្រឹមស្ងាត់នឹកអាណិតដល់នារីម្នាក់ដែលមិនដឹងខ្លួនតតែសោះថាខ្លួនឯងគឺជាក្របអុករបស់គេយកទៅជំនួសអ្នកចាស់ស្ដាប់ទៅគួរឲ្យអាណិតណាស់ទៅហើយពេលនេះនៅជាដុំភ្លើងសម្រាប់ឲ្យឪពុកកូនគេបញ្ឆេះគ្នាទៀតព្រះអាទិត្យបានលិចទៅបាត់ពន្លឺស្រទន់នៃព្រះច័ន្ទក៏បានចូលមកបំភ្លឺផែនដីជំនួសវិញក៏ជាពេលដែលនាងតូចបានភ្ញាក់ពីសន្លប់វិញដូចគ្នាម្រាមដៃតូចលើកមកឆ្លីក្បាលខេត្រាមើលទៅជុំវិញខ្លួនដោយអារម្មណ៍ស្រងេះស្រងាត់ម្ដងទៀតហើយដែលនាងមានអារម្មណ៍ថាមិនស្គាល់ទីនេះតតែសោះគ្មានអ្វីដិតដាមក៏គ្មានអ្វីចងចាំតែនាងបែរជាដិតដាមជាមួយរូបភាពដែលបានឃើញមុនពេលសន្លប់ទៅវិញពួកគេជាអ្នកណាអារម្មណ៍ដែលកំពុងតែផ្ចង់គិតត្រូវបានកាត់ផ្ដាច់នៅពេលដែលដើរចូលមកក្រោកហើយមានឈឺក្បាលទៀតទេខេតងាកទៅមើលគេក្រសែភ្នែកដែលនាងមើលគេក៏លែងស្និទ្ធដូចមុនបានត្រឹមងាកទៅនិយាយទាំងមិនសូវសមនៅឈឺតិចចាំបងឲ្យគេយកបាយមកឲ្យហើយញ៉ាំថ្នាំប្រុងនឹងងើបចេញទៅតែត្រូវខេតត្រាចាប់ដៃធំជាប់យើងពិតជាធ្លាប់ស្រឡាញ់គ្នាមែនទេអ្នកដែលបានឮសំណួរនេះហើយលើកចិញ្ចើមហាត់ប្រញាប់ងាកទៅសួរនាងហេតុអីសួរបែបនេះអូនចាំអីមែនទេនាងតូចបានត្រឹមក្រវីក្បាលតិចនាងពិតជាមិនបានចាំអីមែនវាគ្រាន់តែជាអារម្មណ៍អ្វីម្យ៉ាងដែលនាងនិយាយមិនចេញថាមិនត្រូវឃើញបែបនេះទើបយកដៃទៅញីក្បាលនាងតិចមិនបាច់ខំគិតច្រើនទេខ្លាចឈឺក្បាលខ្លាំងទៀតចាល្អចឹងបងទៅយកបាយមកឲ្យញ៉ាំបន្ទាប់ពីដើរចេញទៅបាត់ដៃតូចលើកមកក្បាលខ្លួនតិចហើយនិយាយស្ងាត់ម្នាក់ឯងគិតច្រើនពេកហើយខេតមិននឹងអាចកុហកទៅខេតត្រាញញឹមចេញមកហាក់ដូចចង់លួងខ្លួនថាមិនអីទេគិតច្រើនពេកហើយរវើវីម្នាក់ឯងហើយតែពេលនាងចោលភ្នែកទៅបង្អួចនាងឃើញរលកសមុទ្របោកបក់មកឆ្នេរសំឡេងទឹករលកធ្វើឲ្យនាងមានអារម្មណ៍ថាដិតដាមនឹងរឿងអ្វីមួយព្រឹកថ្ងៃថ្មីចូលមកដល់នៅគេងលើគ្រែដៃដ៏រឹងមាំក្រសោបជាប់ខេត្រាដែលកំពុងតែលងលក់នឹងដំណេកនោះក៏កំពុងតែត្បូរចូលទៅរកដើមទ្រូងរឹងមាំហាក់កំពុងតែស្វែងរកភាពកក់ក្ដៅដែលភាយចេញពីអ្នកម្ខាងទៀតសកម្មភាពនាងធ្វើឲ្យម្ចាស់ដើមទ្រូង5ហាត់ភ្ញាក់ដឹងខ្លួនឡើងហើយក៏ញញឹមចេញមកភ្លាមជាមួយភាពគួរឲ្យស្រឡាញ់របស់នាងតែក្រាស់លើកទៅគៀសក់ទុនរលងចេញពីមុខដើម្បីឲ្យសម្រស់របស់នាងចាំងចូលមកភ្នែកគេបានយ៉ាងពេញទំហឹងតែមិនទាន់ទាំងកុយគុណបានឆ្អែតផងភ្លាមនោះស្រាប់តែមានសម្លេងមករំខានយ៉ាងខ្លាំងសម្លេងកាំភ្លើងលាន់ឡើងមកពីក្របផ្ទួនគ្នាធ្វើឲ្យនឹងខែត្រាស្ទុះឡើងភ្លាមក្រសោបជាប់ព្រោះដឹងថានាងភ័យខ្លាចមានរឿងអីលើកដៃទៅខ្ទប់ត្រចៀកនាងតូចកុំភ័យអីនៅក្នុងនេះហើយកុំចេញទៅណាលើទេនិយាយចប់ម្ចាស់កោសម្ព័ន្ធប្រញាប់ស្ទុះចេញទៅភ្លាមខេតតាមមើលគេចេញទៅដោយក្រសែភ្នែកព្រួយបារម្ភជំហានវែងប្រញាប់បោះចេញមកយ៉ាងលឿនហើយក្នុងចិត្តនឹកក្តៅមិនស្ទើរអ្នកណាក៏ហ៊ានមកអុកលុកកោះរបស់គេម្លេះមកដល់ឆ្នេរក៏ឃើញថាកូនចៅរបស់គេជាច្រើនកំពុងតែឈរពាំងនឹងអ្នកខ្លះភ្ជុំកាំភ្លើងទៅភៀកគីមខាងទៀតហើយភ្ញៀវដែលមកដោយមិនបានអញ្ជើញនោះគឺដាមប្រាឌីនខ្សែភ្នែកពេញដោយកំហឹងនិងអំណាចរបស់អ្នកទាំងពីរបានបាញ់រកគ្នាមិនព្រិចដោយគ្មានអ្នកណាព្រមចាញ់អ្នកណាលោកម្ចាស់គេលើកគ្នាមកអុកលុកកន្លែងយើងទីនញញឹមចុងមាត់យើងគ្រាន់តែមកលេងមិនស្មានកោះនេះស្វាគមន៍មនុស្សដោយការបាញ់កាំភ្លើងសោះកោះមួយនេះមិនស្វាគមន៍អ្នកក្រៅទេឯងគ្មានសិទ្ធិចូលសំបីតែមួយជំហានតបទៅគេវិញដោយសម្លេងរឹងកំប្រឹសព្រមទាំងលើកកាំភ្លើងចេញមកភ្ជុងទៅឌីនទៀតផងដែលបញ្ជាក់ថាគេមិននិយាយលេងទេឌីនកម្មថ្មិញជាប់ព្រោះតែគេប្រញាប់មករកខេតពេកស្អីក៏មិនបានដាក់មកការពារខ្លួនទៅពេលនេះបានត្រឹមឈរខំមាត់ខៃជូនដំណើរភ្ញៀវឌីនក្តាប់ដៃណែនគេចិត្តក្តៅពេកពេលនេះមិនអាចសំបីតែបានឃើញមុខខេត្រាទើបបានត្រឹមត្រឡប់ទៅវិញសិនខេត្រារត់ចេញមកដោយក្តីបារម្ភហើយក៏ស្របពេលដែលឌីនដើរចេញទៅប៉ាវិញដូចគ្នាខេត្រាគ្រាន់តែបានឃើញឌីនភ្លាមនាងចាប់ដើមឈឺក្បាលភ្លាមរូបភាពខ្លះពីមុនស្រាប់តែរត់ចូលមកក្នុងខួរក្បាលកាយវិការស្និទ្ធស្នាលការយកចិត្តទុកដាក់ដែលឌីនបានធ្វើជាមួយនាងពីមុនរូបភាពទាំងអស់ធ្វើឲ្យទឹកភ្នែកនាងស្រក់ចុះមកទាំងមិនដឹងខ្លួនបងឌីនបេះដូងរបស់ស្រីតូចឈឺខ្ទោកវាឈឺអារម្មណ៍ដិតដាមដែលនាងតែងតែព្យាយាមស្វែងរកទីបំផុតនាងរកឃើញហើយបើឌីនទៅជាមនុស្សដែលនាងស្រឡាញ់ចុះជាអ្នកណាកែវភ្នែកដែលដកដោយទឹកភ្នែករេសំដៅទៅបរោះមៀតមុំដែលជាម្ចាស់កោសម្ព័ន្ធត្រឹមឈើញខ្នងរបស់គេនាងឈឺទៅហើយរឿងទាំងអស់គេបោកប្រាស់នាងឬយ៉ាងណាខេតត្រាក្តោបដៃណែនដើរត្រឡប់ទៅក្រោយទាំងជើងសឹងតែគ្មានកម្លាំងលើកទៅមុខបងខេតមិនក៏បងមកនៅទីនេះគ្រោះថ្នាក់ណាស់លោកម្ចាស់ដឹងខ្ញុំស្លាប់ហើយមូរ៉ានិយាយទៅកាន់ដោយក្តីព្រួយបារម្ភតែមិនអាចទាញឲ្យម្នាក់ទៀតចាប់អារម្មណ៍បានឡើយខេតត្រាគិតតែពីដើរទៅមុខសម្ដៅទៅបន្ទប់ធ្វើការរបស់ដែលធ្វើឲ្យមូរ៉ាឆ្ងល់យ៉ាងខ្លាំងតែនាងក៏មិនហ៊ានសួរបើកទ្វារបន្ទប់ធ្វើការរបស់ហើយសម្ដៅទៅធ្វើការដើម្បីរកមើលរូបថតប៉ុន្មានសន្លឹកដែលនាងបានឃើញថ្ងៃមុនខេតរកថតទៅណាក៏មិនឃើញរហូតដល់នាងបើកថតចុងក្រោយនាងបានឃើញរូបរបស់ប៉ាម៉ាក់និងរូបថតជុំគ្រួសាររបស់នាងជាច្រើនសន្លឹកខេតទុនជើងទប់ចំហលេងនឹងនេះហើយទើបជាគ្រួសាររបស់នាងប៉ាម៉ាក់ខេតយំខ្សឹបខ្សួរលើកដៃមកខ្ទប់ក្បាលព្រោះមិនចង់ឲ្យខ្លួនឯងនឹកឃើញរូបភាពអ្វីទៀតទេកាន់តែនឹកឃើញរឿងរ៉ាវគ្រប់យ៉ាងនាងកាន់តែទទួលដឹងឮអារម្មណ៍ដែលត្រូវបានគេកុហកគេបោកប្រាស់
មនុស្សម្នាក់ដែលនាងជឿជាក់ជាងខ្លួនឯងគេកំពុងបោកប្រាស់នាងមែនទេមនុស្សទាំងអស់នៅទីនេះនាំគ្នាបោកប្រាស់នាងមែនទេសំណួរដ៏ដែលវិលវល់នៅក្នុងខួរក្បាលរបស់នាងរបស់ដល់ស្រីតូចទុករូបថតនោះចូលទៅវិញតែនាងក៏ប្រទះឃើញសៀវភៅមួយក្បាលនៅក្នុងនោះម្រាមស្រឡូនលូកទៅចាប់កាន់មកមើលចង់ដឹងថាក្នុងនោះមានអ្វីទៀតអត្ថន័យក្នុងសៀវភៅនឹកអូនម្ដងបងឈឺយ៉ាងនេះតែបងបែរជាខ្លាចក្នុងការភ្លេចអូនទៅវិញបងខ្លាចថាបើថ្ងៃណាមួយបងបាត់បង់ការចងចាំបងអាចនឹងភ្លេចអូនពីខួរក្បាលបងទៅដែរទើបបងមកសរសេរពីអូនដើម្បីឲ្យបងអាចចងចាំអូនរហូតទៅខាធីរ៉ាអូនស្រឡាញ់ពណ៌ផ្កាឈូកអូនថាអូនចូលចិត្តមើលព្រិលចង់ប៉ះព្រិលអូនចូលចិត្តសក់ខ្លីអូនមិនចេះស្លៀករ៉ូបទេអូនថាពិបាកធ្វើការតែពេលស្លៀករ៉ូបអូនស្អាតណាស់នឹកអូនណាស់ខាធីរ៉ាមកដល់ពេលនេះនៅតែគ្មានអ្នកណាជំនួសអូនបានសុំទោសដែលការពីអូននិងកូនមិនបានបងសុំទោសអូនដៃតូចៗរបស់ខេត្រាទាញកូនសៀវភៅកំណត់ហេតុនេះបិទទុកនាងលែងហ៊ានអានបន្តទៀតហើយនាងខ្លាចនឹងដឹងការពិតតែទោះបន្លប់យ៉ាងណាទឹកភ្នែកវាបែរជារមៀលចេញពីកែវភ្នែកមូលក្រឡង់ដែលបង្ហាញពីភាពឈឺចាប់របស់ម្ចាស់វាយ៉ាងច្បាស់ខេត្រាដើរទៅឈរមុខកញ្ចក់សម្លឹងមើលខ្លួនឯងពេលនេះអ្នកដែលនាងឃើញនៅក្នុងកញ្ចក់ជាអ្នកណាជានាងមែនទេហេតុអីក្នុងការចងចាំរបស់នាងនិងអ្វីដែលអេប្រាប់វាមិនដូចគ្នាម៉េចក៏នាងមានសភាពដូចនារីម្នាក់ដែលគេបានសរសេររៀបរាប់ក្នុងសៀវភៅនេះទៅវិញឬខ្ញុំបានត្រឹមតែជាស្រមោលរបស់នាងទេពេលមើលមកខ្ញុំដែលឃើញថាខ្ញុំជាខ្ញុំដែរទេបារម្ភខ្ញុំមើលថែខ្ញុំស្រឡាញ់ខ្ញុំភាពកក់ក្ដៅដែលឲ្យមកខ្ញុំវាជារបស់ខ្ញុំពិតទេឬព្រោះតែចង់ឮសំឡេងនាងទៅមកនិយាយជាមួយខ្ញុំចង់ឃើញមុខនាងទៅមកសម្លឹងមុខខ្ញុំនឹករង្វង់ដៃនាងទៅមកក្រសោបខ្ញុំនឹកស្នាមញញឹមនាងទៅមកធ្វើឲ្យខ្ញុំញញឹមចង់ប៉ះប៉ូវឲ្យនាងទៅមកល្អជាមួយខ្ញុំមែនទេតាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះតើខ្ញុំធ្លាប់មានរូបរាងក្នុងភ្នែកលោកដែរទេអេខេត្រាមកអង្គុយនៅក្នុងបន្ទប់ហើយសម្លឹងតាមបង្អួចមើលទៅផ្ទៃសមុទ្រយ៉ាងស្ងប់ស្ងាត់ក្រសែភ្នែករឹងថ្កល់ដៃក្តាប់យ៉ាងណែនហាក់កំពុងតែព្យាយាមអត់ធ្មត់សង្កត់ចិត្តមិនឲ្យខ្លួនឯងលោឡាសំឡេងសម្រាប់ជើងរបស់អេបោះជំហានចូលមកគេចូលមកអង្អែលក្បាលនាងតូចស្រាលមិញនេះភ័យទេបងចាត់ការរួចហើយលែងអីហើយមានរឿងអីមែនទេអ្នកណាមករកអីឬមានគេមករកខ្ញុំខេត្រាគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អបំផុតនាងនៅសួរគេបានយ៉ាងធម្មតាគ្រាន់តែចង់ស្ដាប់ចម្លើយចេញពីមាត់របស់គេចង់ដឹងថាគេនៅអាចបន្តបោកប្រាស់នាងដល់ពេលណាគ្មានអ្នកណាទេចោលសមុទ្រធម្មតាពិតមែនហូអេមកក្បាលហើយដើរទៅអង្គុយលើគ្រែឆ្ងាយពីនាងបន្តិចហាក់ដូចកំពុងកិច្ចវេសព្រោះខ្លួនឯងនិយាយកុហកមែនហើយអូនមានឈឺត្រង់ណាទៀតដែរទេឈឺណាស់ឈឺក្នុងទ្រូងវាឈឺស្ទើរបែកទៅហើយប្រយោគខាងក្រោយនេះខេត្រាបានត្រឹមនិយាយនៅក្នុងចិត្តតែប៉ុណ្ណោះឈឺត្រង់ណាចាំបងឲ្យខៃហៅពេទ្យមកមិនអីទេខេត្រាដាច់ចិត្តងាកមុខទៅរកហើយសួរទៅកាន់គេដោយទឹកមុខស្មើធេងអែលតើយើងពិតជាស្រឡាញ់គ្នាមែនទេមើលទៅចំមុខរបស់នាងទុយវិញគេចាប់អារម្មណ៍ថាកែវភ្នែករបស់នាងហាក់មុតខុសប្លែកជាងធម្មតាគេក៏អាចដឹងភ្លាមថានាងប្រហែលជាដឹងរឿងអីហើយយើងស្រឡាញ់គ្នាមែនទេឆ្លើយមកយើងស្រឡាញ់ពីពេលណាទឹកភ្នែកស្រក់ចុះមកមិនដាច់ទាំងដែលម្ចាស់វាប្រឹងទប់អស់ពីសមត្ថភាពហើយតែទប់មិនជាប់បើខ្ញុំមិនចាំមកវិញទេលោកនឹងបោកខ្ញុំរហូតដល់ខ្ញុំស្លាប់មែនទេអូនចាំវិញហើយចាំគ្រប់យ៉ាងចាំថាខ្ញុំមិនធ្លាប់ស្គាល់លោកចាំថាខ្ញុំមិនធ្លាប់ស្រឡាញ់លោកហើយចាំទៀតថាលោកបោកប្រាស់ខ្ញុំតាំងពីដំបូងចូលទៅចាប់ដៃរបស់រៀងស្ដាងព្រោះឃើញនាងកញ្ជ្រោលអារម្មណ៍ពេកសឹងនឹងដួលម្ដងតែខេតក្រវៀសដៃចេញយ៉ាងលឿនមិនព្រមឲ្យអ្នកអំខាងទៀតចាប់ឡើយលោកធ្វើបែបនេះធ្វើអីអេលោកអាក្រក់ដាក់មនុស្សដែលមិនសំបីតែស្គាល់លោកបានយ៉ាងម៉េចទៅធ្វើបាបខ្ញុំធ្វើអីខ្ញុំធ្វើបាបខ្ញុំធ្វើអាក្រក់ស្អីដាក់នាងខ្លះខេតខ្ញុំជួយនាងខ្ញុំមើលថែនាងពេលដែលនាងមិនទាំងដឹងខ្លួនផងថាខ្លួនឯងជាអ្នកណាអេនិយាយមិនទាន់ចប់ខេត្រាក៏និយាយកាត់ភ្លាមតែលោកដឹងថាខ្ញុំគឺខេត្រាខារីអូហឹកតែហេតុអីម៉េចក៏ចាត់ទុកខ្ញុំជាខាធីរ៉ាខេតនិយាយទាំងមាត់ញ័រត្រើតនាងឈឺចាប់ដូចគេយកទៅកប់ទាំងរស់គេមានដឹងទេអារម្មណ៍នេះវាជាស្រពេចស្រពិលអ្វីពិតអ្វីคล้ายនាងស្រឡាញ់គេឬអត់នាងមិនដឹងត្រឹមថានាងទទួលដឹងឮអារម្មណ៍ដែលត្រូវគេបោកប្រាស់គេកុហកគេក្បត់គេមិនស្រឡាញ់គេគ្រាន់តែយកយើងមកឲ្យដើរតួជានរណាម្នាក់ក៏មិនដឹងមែនហើយលោកមិនធ្លាប់ធ្វើបាបខ្ញុំទេលោកមិនធ្លាប់វាយដុំខ្ញុំទេហឹកតែលោកធ្វើឲ្យខ្ញុំលែងសោកខ្លួនឯងមានគំនុំអីនឹងខ្ញុំធ្លាប់ធ្វើស្អីខ្លះដាក់លោកទើបបំផ្លាញខ្ញុំបានយ៉ាងឈាមត្រជាក់បែបនេះខេត្រាបញ្ចេញសម្លេងទៅយ៉ាងខ្សឹបខ្សួលរហូតដល់អ្នកអំខាងដឹងថានាងពិបាកទទួលយកប៉ុណ្ណាអេបានត្រឹមសម្លឹងពីភាពឈឺចាប់របស់នាងពេញភ្នែកក៏ដឹងថាខ្លួនឯងខុសតែមិនដឹងសុំទោសបែបណាគេពិតជាមិនធ្លាប់មានគំនិតចង់បំផ្លាញនាងពិតមែនខេត្រាជូតទឹកភ្នែករបស់នាងចេញយ៉ាងស្អាតហើយបោះជំហានចេញទៅរកទ្វារតែត្រូវបានចាប់ដៃជាប់ចង់ទៅណាខ្ញុំទៅផ្ទះរបស់ខ្ញុំវិញលែងខេតប្រឹងរើបំរាស់ចេញពីក្រញាំរបស់គេតែកម្លាំងបន្តិចបន្តួចរបស់នាងស៊ូគេមិនបានទេចង់ទៅក៏ទៅងាយពេកក្រអត់វាក៏មិនមែនរឿងយ៉ាប់
មនុស្សក៏ដូចលោកនេះមិនទាន់ស្គាល់អំណាចគ្រួសារខ្ញុំទេលែងទៅញញឹមចុងមាត់បន្ទាប់ពីឮប្រយោគរបស់ខេត្រានាងទៅវិញទេដែលមិនទាន់ស្គាល់ខ្ញុំច្បាស់សំឡេងគូទ្វារមកខាងក្រៅលាន់ឡើងព្រមជាមួយសំឡេងរបស់ខៃលោកម្ចាស់មានរឿងហើយទៀនសំឡេងរបស់ខៃបានធ្វើឲ្យចាប់ទាញរៀងស្ដាងមកទំហឹងឲ្យអង្គុយនៅលើពូកនៅស្ងៀមនឹងមិនបាច់ហត់ព្រោះទោះនាងខំប្រឹងប៉ុណ្ណានាងគ្មានថ្ងៃបានចេញពីកោះនេះទេបើខ្ញុំមិនអនុញ្ញាតនិយាយចប់ម្ចាស់កោសម្ព័ន្ធបោះជំហានដើរចេញតែមិនបានប៉ុន្មានជំហានផងគេក៏ងាកក្រោយមកវិញមែនហើយបើជ្រុលជានាងដឹងទៅហើយខ្ញុំប្រាប់ចុះមុននេះដាំប្រាឌីនមករកនាងពេលនេះក៏ប្រហែលនៅចិត្តនេះមិនទាន់ទៅណាធ្វើខ្លួនឲ្យល្អទៅបើមិនចង់ឲ្យក្របកំភ្លើងធ្លុះសាច់របស់គេកុំប៉ះបងឌីនឲ្យសោះសំឡេងខេត្រារឹងកំព្រឹសហាក់កំពុងតែចង់គំរាមអ្នកម្ខាងទៀតតែនាងមិនដឹងថាការបារម្ភដែលនាងបង្ហាញចេញមកវាធ្វើឲ្យអ្នកខ្លះស្រាប់តែចាប់ផ្ដើមចេះច្រណែនភ្លាមខំមាត់ដើរចេញទៅហើយទាញទ្វាររបិទមួយទំហឹងទៅតាមអារម្មណ៍ក្តៅរបស់ខ្លួនដើរចូលមកក្នុងបន្ទប់ធ្វើការទាំងមួម៉ៅមានរឿងអីអ្នកនៅរាជវាំងបានតាក់ទងមកថាព្រះអង្គប្រជូនខ្លាំងឲ្យលោកម្ចាស់ត្រឡប់ទៅវិញបន្ទាន់ទៀតដកដង្ហើមធំនេះហៅថាជារឿងធំដែរហួល្បិចនេះគាត់ប្រើមកចិត្ត1 លានដងហើយតែបើលើកនេះជាការពិតលោកម្ចាស់មិនទៅមើលព្រះអង្គទេហួឯងទៅជំនួសយើងទៅយើងមានការចាំបាច់ត្រូវនៅទីនេះនិយាយចប់ដើរទៅអង្គុយនៅតុធ្វើការធ្វើមិនដឹងគេដៀងភ្នែកមើលទៅខៃទៅពេលនេះទៅបានការយ៉ាងម៉េចប្រាប់ដំណឹងមកយើងបាទលោកម្ចាស់ខៃប្រញាប់ចេញទៅធ្វើការតាមបញ្ជាតែជំហានត្រូវបង្អាក់មកវិញជប់សិនឈៀងចូលធ្វើការមួយឲ្យយើងផងគ្រូសាខារីអូកំពុងតែមានគម្រោងសង់អគារពាណិជ្ជកម្មកណ្ដាលក្រុងមួយទៅបណ្ដាក់ទុនជាមួយគេទៅបាទខៃសួរបញ្ជាក់មុននេះគេស្ដាប់ខុសមែនទេលោកម្ចាស់គេគិតគូររឿងបណ្ដាក់ទុនបែបនេះតាំងពីពេលណាទៅក្រោយខៃចេញទៅបាត់នៅក្នុងបន្ទប់ធ្វើការម្នាក់ឯងបានត្រឹមកាន់ក្រដាស់ឯកសារចុះឡើងមិនឃើញធ្វើស្អីបាននោះនៅក្នុងខួរក្បាលនៅតែវិលវល់តែជាមួយរៀងស្ដាងដែលនៅក្នុងបន្ទប់ជាពិសេសគេមើលឃើញការបារម្ភដែលនាងមានជាមួយឌីនគេមិនចូលចិត្តមិនថាយ៉ាងណានាងជារបស់គេទៅហើយនាងគ្មានសិទ្ធិខ្វល់ពីអ្នកណាទាំងអស់កាន់តែគ្មានសិទ្ធិនឹកអ្នកណាក្រៅពីគេតលោកម្ចាស់មានវីវហើយមករស្ទុះចូលមកដោយមិនទាន់ទទួលបានការអនុញ្ញាតសម្លេងនាងហាក់បន្ទាន់ខ្លាំងធ្វើឲ្យអ្នកនៅខាងក្នុងកាន់តែមួម៉ៅមានរឿងស្អីទៀតហើយគឺបងខេតមិនចាំឲ្យម៉ូរ៉ានិយាយចប់ដឹងភ្លាមថាមានរឿងស្អីកើតឡើងទៅប្រញាប់ស្ទុះរត់ចេញទៅយ៉ាងលឿនពេលចេញក្រៅមកដល់ឆ្នេរក៏ឃើញថាពិតជាមិនខុសពីការគិតរបស់គេពិតមែនជើងតូចកំពុងតែរត់យ៉ាងញាប់នៅលើវាលខ្សាច់សបោះឈប់ភ្លាមខេតត្រាងាកក្រោយឃើញមនុស្សចិត្តអាក្រក់ទៅប្រញាប់បន្ថែមល្បឿនប្រាប់ឲ្យឈប់លឺទេខេត្រាអូយសំឡេងស្រួយស្រឹបលាន់ឡើងពេលដែលជើងតូចស្រឡូនត្រូវបានជន់សម្បកគោរុំមួយទំហឹងតែនៅប្រឹងរត់បន្តទៀតរហូតដល់ដួលទើបប្រញាប់ស្ទុះទៅមើលនាងភ្លាមយ៉ាងម៉េចហើយប្រាប់ឲ្យនៅឲ្យស្ងៀមពេលនេះឃើញទេតតែឈឺខ្លួនទៅព្រមពោចេញមកដោយក្តីបារម្ភតែវាស្ដាប់ទៅហាក់ដូចកំពុងតែជេរច្រើនជាងពេលត្រូវគេថាឲ្យហូរដូចទឹកខេត្រាបានត្រឹមងាកមុខចេញមិនទៅវិញសំបីមួយម៉ាត់ចាប់បីរៀងស្ដាងឡើងទោះបីជានាងរើបំរាស់យ៉ាងណាក៏មិនបានផលដែរខេតកាន់តែរើគេកាន់តែប្រើកម្លាំងយកស្រីតូចមកដល់បន្ទប់ឃើញថាបន្ទប់នៅជាប់សល់ទេទើបគេងាកមើលទៅខេតបើសល់នៅជាប់មុននេះនាងចេញតាមណាបន្ទាប់ពីទ្វារបើកមកក៏ឃើញថាចន្លោះបង្អួចបើកគេក៏ដឹងភ្លាមថាមុននេះនាងហក់ចេញតាមបង្អួចងាកទៅសម្លក់អ្នកដែលនៅក្នុងរង្វង់ដៃឡើងខ្លែការពិតនាងរឹងមិនស្ទើរទេដាក់អង្គុយចុះធ្នមគ្រប់យ៉ាងថ្នាក់ក្នុងសភាពស្ងប់ស្ងាត់គ្មានអ្នកណាព្រោះបង្ហើបមាត់មុនលើកជើងនាងដាក់លើផ្លូវរបស់គេដោយមិនខ្លាចប្រឡាក់គេគិតតែពីមើលរបួសនឹងលៀងរបួសឲ្យនាងហើយយូរណាស់ទើបគេព្រោះនិយាយចេញមករៀងក្រហាយបន្តិចគេមិនទទួលបានចម្លើយតបពីអ្នកម្ខាងទៀតទេសូម្បីតែពេលដែលគេចាក់អាកុលក៏នាងមិនបង្ហាញភាពឈឺចាប់ចេញមកដែរតែឃើញនាងប្រឹងក្តាប់ដៃយ៉ាងណែនទប់ការឈឺចាប់ក្បាលរឹងមិនស្ទើរទេនេះមែនទេជានាងខេត្រាខារីអូខ្ញុំជាអ្នកសុំនាងឲ្យជួយចង់រករឿងក៏មកយករឿងខ្ញុំមកសម្ដីដែលចេញពីមាត់ខេត្រាធ្វើឲ្យរេភ្នែកទៅសម្លក់នាងខ្លែកុំភ័យគេប្រកាសជារករឿងហើយបាត់ការចងចាំមកយូរហើយតែលេខវាមិនដែលភ្លេចតតែសោះមែនទេមួយប្រយោគនេះគឺគេសម្ដៅដល់នាងដែលនៅអាចចុចទូរស័ព្ទទៅឌីនបញ្ជាក់ថានាងនៅចាំនៅនឹកឃើញបរិសម្នាក់នោះគ្រប់ពេលនេះកាន់តែគិតគេកាន់តែមិនចូលចិត្តមិនឲ្យខ្ញុំចាំលេខសង្សារខ្ញុំឲ្យខ្ញុំចាំលេខលោកចាប់កញ្ឆក់ដៃតូចមកកាន់តែឆ្លើយទៅវិញទាំងសង្គ្រឹះថ្មិញមែនចាំឲ្យច្បាស់ពេលនេះនាងជាមនុស្សរបស់ខ្ញុំកុំធ្លោយទៅគិតដល់វាទៀតនាងជាមនុស្សរបស់គេថាចង់នឹកអ្នកណាចង់គិតដល់អ្នកណាក៏មិនបានដែរខេត្រាខំថ្មិញសម្លក់អ្នកអំខាងទៀតឡើងញ័រពេញខ្លួនព្រោះតែកំហឹងក្នុងចិត្តវាឆាប់ឆេះពេកម៉ូរ៉ាឃើញថាភ្លើងកំហឹងអ្នកទាំងពីរវាសឹងតែឆេះផ្ទះទៅហើយទើបប្រថុយលូកមាត់បើហាមាត់ហើយស្លាប់ក៏ស្លាប់ទៅចុះលោកម្ចាស់ប៉ុណ្ណឹងបានហើយឲ្យបងខេតញ៉ាំបាយសិនទៅគាត់មិនទាន់បានញ៉ាំអីទេ
ចាប់ផ្ដើមបន្ធូរកម្លាំងចេញពីនាងវិញតែខ្សែភ្នែកនៅតែសម្ដៅទៅនាងដដែលទោះក្នុងចិត្តកំពុងប្រច័ណ្ឌយ៉ាងណាក៏មិនដាច់ចិត្តឲ្យនាងឈឺដែរញ៉ាំបាយទៅបើចង់មានកម្លាំងរត់ចេញទៅទៀតម៉ូរ៉ាប្រាប់អ្នកខ្លះទៅបងមិនលេបទេខេតនិយាយចេញទៅប្រាប់ម៉ូរ៉ាក៏ព្រោះតែចង់ហាស្ដីជាមួយមនុស្សដែលខ្លួនស្អប់តែប្រយោគមុននេះធ្វើឲ្យម៉ូរ៉ាភ្ញាក់មិនស្ទើរចាលោកម្ចាស់បងខេតប្រាប់ថាគាត់មិនលេបទេគ្រឹតខ្លាំងតែក៏ចាក់បណ្ដោយតាមនាងប្រាប់នាងវិញទៅលេបមិនចូលក៏ត្រូវតែលេបបងខេតលោកម្ចាស់ប្រាប់ថាបងត្រូវតែលេបឯងប្រាប់គេទៅទូពូទទេស្លាប់ដាច់ខាតក៏បងមិនលេបបាយរបស់មនុស្សអាក្រក់ឈាមត្រជាក់ទេរឆានដែរលោកម្ចាស់បងខេតថាមិនហូបបាយរបស់មនុស្សអាក្រក់ឈាមត្រជាក់ឈាមខ្មៅទេរឆានទេយើងលឺហើយមិនបាច់មកជេរថែមទេខេតត្រាងាកមុខចេញមួយម៉ាត់ក៏មិនហាស្ដីរកេសំបីតែមុខនាងមិនសម្លឹងផងអស់សំណើចនាងកាន់តែរឹងគេកាន់តែចូលចិត្តចាប់ផ្ដើមលៀងរបួសឲ្យស្រីតូចយ៉ាងយកចិត្តទុកដាក់ហាមឲ្យត្រូវទឹកលឺទេនៅតែមិនទទួលបានចម្លើយពីអ្នកអំខាងទៀតធ្វើឲ្យគេគ្រឹតខ្នាញ់មិនស្ទើរហើយព្រោះមិនចង់នៅឈរនិយាយម្នាក់ឯងទៀតទើបគេដើរចេញទៅខេតត្រាប្រឹងទប់ទឹកភ្នែកមិនឲ្យហូរឲ្យតែបានជួបមុខគេក្នុងចិត្តខឹងផងស្អប់ផងឈឺចាប់លីឡំគ្នាផងមិនដឹងថាហេតុអីឬនាងស្រឡាញ់គ្នាហើយនាងទម្លាប់មានគេហើយមែនទេទើបឈឺដល់ថ្នាក់នេះពេលដឹងថាគេយកនាងទៅជំនួសអ្នកផ្សេងនាងស្អប់ខ្លួនឯងនៅពេលនេះស្អប់គ្រប់យ៉ាងដែលគេរៀបចំឲ្យព្រោះនេះមិនមែនជានាងសំបីបន្តិចមនុស្សអាក្រក់កុំឲ្យខ្ញុំចេញផុតពីទីនេះឲ្យសោះខេតត្រានិយាយឲ្យអប់ជង្គង់អង្គុយយំនឹកផ្ទះនឹកគ្រួសារណាស់ខេតត្រាគិតតែពីឆ្ងក់មុខចុះរហូតដល់យប់ងងឹតនាងមិនសំបីកម្រើកខ្លួនបងខេតម៉ូរ៉ាដើរចូលមកកាន់ថាស្បាយភ្នែកតាមមើលអ្នកដែលអង្គុយនៅលើពុកហើយអាណិតអ្នកកំខាងទៀតពុនពេកនាងក៏មានអារម្មណ៍ថាខុសដែលធ្លាប់កុហកខេតត្រាសម្លឹងមើលទៅម៉ូរ៉ាដែលទៅនឹងចូលមកទាំងផ្សារភ្នែកព្រោះយំយូរពេកក្រសែភ្នែកនាងហាក់អស់សង្ឃឹមនឹងអ្នកគ្រប់គ្នាដែលនៅទីនេះបងខេតខ្ញុំយកបាយមកឲ្យបងខ្ញុំសុំទោសបងសុំទោសដែលកុហកបងតែខ្ញុំហ៊ានអះអាងអ្នកនៅទីនេះស្រឡាញ់បងគ្រប់គ្នាគ្មានអ្នកណាគិតមិនល្អទេលោកម្ចាស់កាន់តែបារម្ភពីបងឯងដឹងអ្វីហៅថាទំនុកចិត្តទេកុហកបោកប្រាស់ទំនុកចិត្តជាអ្វីដែលមនុស្សស្រឡាញ់គ្នាគេមិនគួរធ្វើសម្ដីរបស់ខេតធ្វើឲ្យនាងក្រមុំកាន់តែមានអារម្មណ៍ថាខ្លួនឯងខុសតែខ្ញុំស្រឡាញ់បងដូចបងស្រីពិតមែនកុំខឹងស្អប់ម៉ូរ៉ាអីម៉ូរ៉ាយំផងនិយាយផងយ៉ាងគួរឲ្យអាណិតណាបងខេតណាហើយឯងនៅក្មេងគ្រាន់តែធ្វើតាមគេបញ្ជាពេលនេះឯងជួយបងបន្តិចទៅបងចង់ឲ្យម៉ូរ៉ាជួយអីឲ្យតែអាចជួយបងបានខ្ញុំពេញចិត្តធ្វើឲ្យបងខ្ចីទូរស័ព្ទបន្តិចមកម៉ូរ៉ាគ្រាន់តែលឺទម្លាក់ទឹកមុខភ្លាមគឺថាបងខេតនេះជារឿងលោកម្ចាស់ហាមចឹងជួយបងមិនបានទេហេគឺថាខេតឃើញនាងតូចស្ទាក់ស្ទើរនាងក៏ដឹងទៅហើយថាគ្មានសង្ឃឹមមិនអីទេឯងចេញទៅវិញចុះម៉ូរ៉ាបិទភ្នែកហើយសម្រេចចិត្តទាញទូរស័ព្ទចេញមកហុចឲ្យខេតត្រានេះទូរស័ព្ទខ្ញុំបងយកប្រើទៅខេតត្រាញញឹមទទួលយកមកចុចយ៉ាងញាប់ដៃខ្សែម្ខាងទៀតចុចទទួលទើបខេតប្រញាប់និយាយបងឌីនគឺខ្ញុំខេតជួយនិយាយមិនទាន់ចប់ស្រាប់តែមានដៃមុំចូលមកកញ្ឆក់ទូរស័ព្ទហើយក្រវ៉ាត់ចោលទៅគៀនជញ្ជាំងដោយគ្មានស្រណោះគ្រប់យ៉ាងភ្លាមពេកលឿនពេកសំបីតែម៉ូរ៉ាក៏លើកដៃខ្ទប់មាត់ដែរលោកម្ចាស់ក៏សម្ព័ន្ធងាកទៅសម្លឹងម៉ូរ៉ាទាំងកំហឹងព្រោះនាងហ៊ានល្មើបញ្ជារបស់គេក្រសែភ្នែកត្រឹមប៉ុណ្ណេះក៏អាចធ្វើឲ្យក្មេងម្នាក់សឹងតែទន់ជើងទៅហើយគ្រូពេទ្យខៃស្និងម៉ូរ៉ានាំគ្នាដើរចេញទៅខៃស្ប្រុងនឹងងាកទៅនិយាយជាមួយនាងតូចតែមិនទាន់តាំងបានហាមាត់ផងអ្នកខ្លះក៏ដាក់មេប្រូនរត់ទៅបាត់ក្រោយអ្នកគ្រប់គ្នាចេញទៅបាត់នៅអង្គុយក្បែរលើកដៃទៅប៉ះថ្ពាល់ទុនដែលពេលនេះប្រែមកជាស្លេកស្លាំងអស់ទៅហើយប៉ុន្មានថ្ងៃហើយដែលនាងមិននិយាយរកគេមិនសំបីតែមើលមុខគេនាងចិត្តដាច់ពេកហើយគេធ្វើមិនដូចនាងទេមិនដាច់ចិត្តឃើញនាងឃ្លានទេមិនចង់ឃើញនាងឈឺកាន់តែមិនចង់ឃើញនាងធ្វើខ្លួនដូចជាមនុស្សរុកជាតិត្រឹមតែប៉ុន្មានថ្ងៃនេះគេពិបាកទ្រាំណាស់ទៅហើយតើនាងនៅធ្វើបែបនេះយូរទៀតទេនៅអង្គុយសិញ្ជឹងគិតម្នាក់ឯងលើកដៃមកឆ្លីក្បាលទឹកមុខបង្ហាញឲ្យដឹងថាគេស្ត្រេសប៉ុណ្ណាបងចាញ់អូនហើយដឹងខ្លួនមកបងសុកចិត្តចាញ់យប់ជ្រៅនៅលើកោះស្ងាត់ជ្រងំនៅសល់តែសំឡេងទឹកសមុទ្របោកបក់ច្រាំងទៅមកសំឡេងសម្រាប់ជើងនរណាម្នាក់ដើរមកឈប់នៅមុខបន្ទប់ម៉ូរ៉ាសំឡេងគូសទ្វារបន្ទប់លាន់ឡើងមកធ្វើឲ្យម៉ូរ៉ាដែលទើបនឹងងូតទឹកហើយនឹកឆ្ងល់ម៉ែមែនទេម៉ូរ៉ាបើកទ្វារបន្ទប់មកភ្ញាក់ព្រឺពេលឃើញមនុស្សមាឌធំកំពុងតែនៅឈរខាងមុខបន្ទប់របស់នាងបងខៃបងមានការអីមែនទេខៃមិនខ្វល់នឹងសំណួរនាងតែគេគិតតែសំឡូកនាងតូចឆ្លែនឹកឃើញនាងចំពុងតែបែរជាហ៊ានបើកទ្វារបន្ទប់នេះជាគេចោះបើជាប្រុសផ្សេងគិតយ៉ាងម៉េចមុនបើកទ្វារមិនចេះស្លៀកពាក់ត្រឹមត្រូវទេខ្ញុំស្មានថាជាម៉ែថ្ងៃក្រោយឲ្យចាំមុនបើកទ្វារស្លៀកពាក់ឲ្យត្រឹមត្រូវមិនចឹងទេនាងមានរឿងហើយនាងតូចឈរស្ដាប់គេស្ដីឲ្យដោយមិនតតតែក្នុងចិត្តក៏លួចរវ៉ានេះយប់ប្រុងនឹងបានគេងទៅហើយក៏នៅមានមនុស្សមកគោះទ្វារស្ដីឲ្យទៀតបងខៃមករកខ្ញុំមានរឿងការអីមែនទេមានការទៅមករកបានគឺមិនមែនចឹងទេសម្ដីដែលម៉ូរ៉ាប្រុងនឹងនិយាយចេញមកក៏ត្រូវលេបចូលទៅវិញក៏ព្រោះតែអ្នកខ្លះនិយាយកាត់យើងមិននៅប៉ុន្មានថ្ងៃមាននឹកយើងទេចានាងស្ដាប់ច្រឡំមែនទេថ្លង់មែន
ម៉ូរ៉ាត្រូវគេសម្លុតឡើងភ័យអស់គ្រាន់តែឃើញមុខកាច់របស់គេក៏មិនដឹងឆ្លើយថាម៉េចបានត្រឹមក្រវីក្បាលនឹកឬអត់ខៃសួរបញ្ជាក់ម៉ូរ៉ាក្រវីក្បាលយើងសួរថានឹកឬអត់ឆ្លើយនឹកល្អទៅដេកចុះតតែបានចម្លើយពេញចិត្តទើបគេព្រមដើរចេញទៅគេទៅប៉ុន្មានថ្ងៃនឹកនាងសឹងស្លាប់សំអាងអីឲ្យគេនឹកនាងម្នាក់ឯងនោះគេដើរចេញទៅទាំងស្នាមញញឹមតែអ្នកម្ខាងទៀតបែរជានៅវិលវល់មិនទាន់បាត់នៅឡើយយើងលឺហើយមិនបាច់មកជេរថែមទេមើលទៅនិយាយគ្នាស្រួលបួនមិនកើតទេអេងាកមុខទៅមើលម៉ូរ៉ាតាមក្រសែភ្នែកគេនាងតូចក៏អាចដឹងថាខ្លួនឯងពេលនេះគឺជាចំណែកលើដែរទើបប្រញាប់ដើរអន់មុខចេញទៅក្រៅយ៉ាងលឿនគ្រាន់តែនាងចេញទៅផុតគ្រប់យ៉ាងក៏ប្រែមកជាស្ងប់ស្ងាត់អេដាក់ខ្លួនអង្គុយចុះទល់មុខគេចាប់ផ្ដើមបញ្ចុកនាងតែមានដែរឬដែរព្រមតាមញីនោះលឿនឡើងកុំបង្ខំឲ្យលេងធေါ်ក្តៅមនុស្សដូចគេបិទថាធម្មតាជាសុភាពបុរសតែការអត់ធ្មត់របស់គេក៏វាមានដែនកំណត់គេចុះញឹមជាមួយនាងច្រើននេះឬនាងមិនធ្លាប់ដឹងទេល្អលេងនិយាយច្រើនកាន់ញ៉ាត់បាយចូលក្នុងមាត់ខ្លួនឯងបន្ទាប់មកទើបចាប់អ្នកម្ខាងទៀតមកហើយបញ្ជូនបាយពីមាត់របស់គេចូលទៅក្នុងមាត់របស់នាងខែត្រាប្រញាប់ព្រោះចេញព្រោះតែខ្ពើមអេលេងខ្វល់ពីការប្រឡាក់ហើយព្រោះយ៉ាងណាឲ្យបានបាយចូលពោះនាងខ្លះគេយកមាត់បញ្ចុកបាយបែបនេះជារឿយនាងកាន់តែព្រោះចេញគេកាន់តែចាប់បញ្ច្រករហូតដល់កន្លែងគេងប្រែคล้ายទៅជាប្រឡាក់អស់ពេញដោយគ្រាប់បាយខែត្រាអស់ទ្រាំនឹងធ្វើដែលគេធ្វើទៅលើកដៃទះមុខគេមួយទំហឹងលោកចាំទុកនេះជាលើកចុងក្រោយដែលលោកបានឮសំឡេងរបស់ខ្ញុំស្អប់លោកដល់ឆ្អឹងបន្ទាប់ពីប្រើប្រយោគចាក់ដោតបេះដូងអ្នកខ្លះហើយខែត្រាក៏បិទមាត់ចិត្តសំបីភ្នែកក៏លែងប្រើសម្លឹងមើលម្ចាស់កោសម្ព័ន្ធបន្តទៀតពីពេលនេះទៅនាងនឹងធ្វើជាមនុស្សរុកជាតិឲ្យគេមើលសម្ដីនាងមុននេះចាក់ច្រេះអ្នកស្ដាប់ឡើងឈឺពេញទ្រូងអេក្រោកឡើងហើយបោកចានចោលមួយទំហឹងហើយដើរចេញទៅបាត់ក្នុងចិត្តចង់តវ៉ាណាស់តែមិនដឹងថាម៉េចគេអាក្រក់ម្លេះក្នុងភ្នែកនាងស្អប់ស្អីណាស់ណាទៅពីដើមដល់ចប់ត្បិតថាគេក៏ហកតែមានមួយដែលពេលណាដែលគេមិនមើលថែនាងបិចក៏គ្រាន់តែចាំគ្រប់យ៉ាងវិញគេក៏មិនស្មើនឹងអាម្នាក់នោះទៅហើយកន្លងទៅ5ថ្ងៃទៅហើយដែលខេត្តនិងម្ចាស់កោសម្ព័ន្ធបានធ្វើសង្គ្រាមត្រជាក់ជាមួយគ្នាពេលនេះកាន់តែស្គមស្កាំងទៅរាងកាយចុកខ្សោយយ៉ាងខ្លាំងក៏ព្រោះតែនាងមិនព្រមញ៉ាំអីសំបីបន្តិចទឹកក៏មិនផឹកគេងតែពីសំយ៉ាងស្ងប់ស្ងាត់ម្នាក់ឯងរហូតដល់ពេលខ្លះនាងដឹងតែសន្លប់ម្ដងទៀតអេនៅអង្គុយក្នុងបន្ទប់ធ្វើការពិនិត្យមើលឯកសារដែលខៃស្ទើបយកមកដល់ឯងចរចាជាមួយគ្រូសាខារីអូបានការអីខ្លះរលូនទេទៀនគ្រាន់តែ Kevin Cario គ្រាន់តែសង្ស័យថាលោកម្ចាស់ជាអ្នកណាព្រោះគេមិនធ្លាប់ឃើញក្នុងវិស័យជំនួញអេញញឹមចុងមាត់ល្អណាស់ចាំរកឱកាសទិញយកភាគហ៊ុនទាំងអស់ធ្វើយ៉ាងណាឲ្យយើងបានក្លាយជាម្ចាស់ភាគហ៊ុនធំបាត់លោកម្ចាស់ខៃលួចសម្លឹងទៅមើលអេជាញឹកញាប់រហូតដល់អេដឹងខ្លួនមានការអីនិយាយមកនៅរាជវាំងព្រះអង្គពិតជាប្រឈួនខ្លាំងមែនទានទ្រង់បញ្ជាឲ្យលោកម្ចាស់ត្រឡប់ទៅវិញកាន់រាជសម្បត្តិអេនៅត្រឹងស្ងៀមគេគិតបន្តិចតែស្រាប់តែមានសម្លេងចូលមកកាត់ផ្ដាច់ការគិតរបស់គេលោកម្ចាស់វីវហើយបងខេតសន្លប់ទៀតហើយពេទ្យកំពុងពិនិត្យគាត់អេទម្លាក់ឯកសារទាំងអស់ចុះហើយស្ទុះប្រញាប់ទៅមើលភ្លាមជំហានវែងរបស់អេដើរចូលមកបេះដូងគេសឹងតែធ្លាក់ដល់ដីនៅពេលដែលឃើញមុខមាត់ស្រីតូចដែលធ្លាប់តែស្រស់បោះប្រែមកជាស្លេកស្លាំងខ្លាំងខុសពីរាល់ថ្ងៃយ៉ាងម៉េចហើយអ្នកនាងខ្សោយណាស់ទៀនបើនៅតែបែបនេះទៀតរាងកាយអ្នកនាងទ្រទ្រង់លែងបានហើយនាំគ្នាចេញទៅបន្ទាប់ពីសន្លប់អស់មួយយប់មួយថ្ងៃពេលនេះយប់ជ្រៅវិញទៅហើយស្រីស្រស់ក៏បានដឹងខ្លួនមកវិញហើយមនុស្សទី1ដែលនាងឃើញគឺជាអ្នកដែលនាងស្រែកក្តែងថាស្អប់នាងឃើញគេក្រាបនៅលើគ្រែដៃទាំងគូក្រសពដៃតូចរបស់នាងជាប់ខែត្រាសម្លេងមើលគេយ៉ាងស្ងប់ស្ងាត់គេមកធ្វើបែបនេះជាមួយនាងធ្វើអីបើមិនធ្លាប់មើលឃើញនាងក្នុងភ្នែកផងនោះរូបភាពជាច្រើនដែលគេធ្លាប់កុហកធ្វើឲ្យប្រឹងដកដៃចេញពីការចាប់ដែលធ្វើឲ្យអ្នកម្ខាងទៀតភ្ញាក់មកស្ទុះមើលនាងភ្លាមដឹងខ្លួនហើយមានឈឺត្រង់ណាទេភាពខ្វល់ខ្វាយរបស់អេមិនទទួលបានការតបស្នងទេនាងសោះអង្គើយដាក់គេទៀតហើយចង់បែបនេះដល់ពេលណាខឹងក៏ខឹងទៅចាំបាច់ធ្វើបាបខ្លួនឯងពេលនេះឃើញទេថាអ្នកណាជាអ្នកដេកឈឺអេតតម្រិះមែនតែនគេសម្លេងមើលមុខស្លេកស្លាំងហើយមានអារម្មណ៍ថាឈឺទ្រូងពិបាកទ្រាំណាស់ទើបខំមាត់និយាយចេញទៅបងនឹងជូនអូនទៅវិញប្រយោគនេះពិតជាបានផលព្រោះយ៉ាងហោចណាស់នាងក៏ដៀនភ្នែកមកមើលគេខ្លះដែរឲ្យតែអូនមិនរឹងរូសញ៉ាំបាយញ៉ាំថ្នាំនិយាយរកបងធម្មតាមានកម្លាំងបងជូនទៅភ្លាមខេតនៅអង្គុយស្ងៀមធ្វើមិនដឹងនាងអាចជឿលើមនុស្សដែលកុហកនាងមករត់ភ្លេចបានយ៉ាងម៉េចតែរៀងខ្ពស់ហាក់យល់ពីចិត្តរបស់នាងតូចទើបនិយាយកាត់ចេញមកភ្លាមមិនកុហកទេមិនចង់បានការស្អប់ច្រើនជាងនឹងនិយាយចប់អេលដើរចេញទៅក្រៅបាត់មួយសន្ទុះគេត្រឡប់មកវិញដោយមានកាន់ថាសបបក្តៅមកជាមួយនាយយកមកដាក់នៅមុខរៀននិងយកមកបញ្ចុកតែខេតត្រាងាកមកចេញមិនចង់ទៅផ្ទះទេយ៉ាងម៉េចស្រឡាញ់បងហើយមិនចង់បែកពីបងល្អតាស់នៅទីនេះហើយធ្វើប្តីប្រពន្ធអេនិយាយមិនទាន់ចប់ស្រីតូចនិយាយកាត់ភ្លាមគ្មានផ្លូវទេវាគ្មានថ្ងៃនោះជាដាច់ខាតប្រយោគនេះត្បិតថាវាពិបាកស្ដាប់តែអ្នកម្ខាងទៀតក៏សប្បាយចិត្តព្រោះយ៉ាងណានាងព្រោះនិយាយរកគេវិញហើយចឹងញ៉ាំទៅអេលើកស្លាបព្រាដួសបបមកក្បែរមាត់ស្រីស្រស់បើលោកមិនជូនខ្ញុំទៅផ្ទះទេម្ដងនេះខ្ញុំនឹងអត់ឃ្លានស្លាប់ឲ្យលោកមើលមិនឲ្យស្លាប់ទេខ្ជិលធ្វើបុណ្យនេះញ៉ាំទៅគេបញ្ចុកម្ដងទៀតតែស្រីតូចចាប់ជាប់
ខ្ញុំមានដៃស្ដាប់គ្នាបានបន្តិចទៅឆាប់បានទៅផ្ទះលឿនខេត្រាប្រឹងប្រឆាំងតែកម្លាំងតិចតួចរបស់នាងមិននឹងអាចទៅឈ្នះមនុស្សប្រុសពេញកម្លាំងបានទៅទើបគ្រប់យ៉ាងត្រូវស្ដាប់តាមគេនាយបញ្ចុកបបរនឹងថ្នាំឲ្យទៅស្រីស្រស់តតែអស់គេងវិញទៅខ្ញុំចង់ទៅផ្ទះព្រឹកស្អែកទម្លាក់ទឹកមុខបន្តិចផ្ដល់ដំណឹងទៅអ្នកផ្ទះខ្ញុំពេលនេះទៅព្រឹកស្អែកគាត់នឹងមកដល់ចាំបងជូនទៅមិនបាច់ឲ្យទូរស័ព្ទមកប្រាប់ប៉ាខ្ញុំមួយម៉ាត់គាត់មកដល់ភ្លាមមិនតតនឹងនាងច្រើនគេចូលទៅចាប់ឲ្យគេងលែងទៅចេញពីខ្ញុំទៅលោកធ្វើស្អីមិនបានខ្វល់ពីការរើបំរាស់របស់នាងគេដឹងតែម្យ៉ាងប្រើកម្លាំងក្រសោបនាងជាប់មិនឲ្យស្រីស្រស់ចេញពីរង្វង់ដៃគេឡើយគេងទៅយប់ហើយស្អែកជិះឆ្ងាយណាស់ទើបដល់ផ្ទះលែងខេត្រាប្រឹងរើដល់ហត់តែនៅមិនទទួលបានសេរីភាពមកវិញទេរយៈពេលដែលនៅទីនេះនៅក្បែរបងអូនធ្លាប់មានក្តីសុខទេសំណួរនេះធ្វើឲ្យអ្នកដែលកំពុងតែរើបំរាស់ត្រូវមកឈប់ដោយស្វ័យប្រវត្តិខេតចាប់ដឹងដល់សម្លេងរបស់គេស្ដាប់ទៅសោកសៅណាស់ក្រៀមក្រំណាស់គ្មានទេគ្មានសំបីបន្តិចតើឲ្យនាងនិយាយថាមានក្តីសុខយ៉ាងម៉េចទៅបើគ្រប់យ៉ាងនាងគ្រាន់តែជាទូជំនួសខេត្រាដឹងថាកញ្ចឹងរបស់នាងបានប៉ះនឹងដំណក់ទឹកគេយំមែនទេមែននោះគឺទឹកភ្នែករបស់មនុស្សមានអំណាចភ្លាមគេស្រាប់តែមានអារម្មណ៍ថាត្រូវបាត់បង់របស់សំខាន់ម្ដងទៀតហើយល្អចឹងថ្ងៃស្អែកបងជូនទៅគេងទៅព្រឹកព្រលឹមស្រាងខេត្រាដើរចេញមកឈរនៅលើនាវាធំមួយហាក់ដូចតក់ក្រហល់ចង់ចេញពីទីនេះឲ្យបានឆាប់តាមដែលអាចធ្វើបានមូរ៉ាកាន់អីវ៉ាន់ច្រើនកាបូបឡើងមកលើនាវាទាំងមុខស្រពោនបងពិតជាទៅមែនហេបងនឹងមកលេងខ្ញុំវិញទេខេត្រានៅស្ងៀមនាងគ្រាន់តែចោលភ្នែកមើលទៅដីកោះដែលនាងលេងចង់នៅមិនមកវិញទេបើនឹកបងទៅលេងបងបានមូរ៉ាទម្លាក់ទឹកមុខព្រោះដឹងថាអ្នកនៅលើកោះដូចនាងប្រហែលមិនអាចទៅរកអ្នកម្ខាងទៀតនៅទីក្រុងឡើយសូមឲ្យបងសុវត្ថិភាពនេះអីវ៉ាន់បងខេត្រាលើកដៃទទួលស្របពេលដែលនាងឃើញម្ចាស់កោសម្ព័ន្ធនិងអង្គរៈគេក៏ឡើងមកលើនេះដូចគ្នាខេត្រាកាន់កាបូបហើយទម្លាក់ចោលទៅក្នុងទឹកសមុទ្រម្ដងមួយរហូតទៅតែអស់សុទ្ធតែសម្រាមយកទៅនាំតែធ្ងន់នាងដឹងថានាងកំពុងតែធ្វើឲ្យនាងតូចអន់ចិត្តតែនាងគ្រាន់តែត្រូវការផ្ចាញ់ផ្ចាលឲ្យអ្នកដែលទើបឡើងមកដល់ប៉ុណ្ណោះខៃចេញដំណើរទៅសំឡេងគ្រុលបានធ្វើឲ្យមូរ៉ាដើរចុះពីលើនាវាទាំងមុខស្រពោនហើយកាយវិការនាងនៅក្រោមក្រសែភ្នែករបស់ខៃជានិច្ចការធ្វើដំណើរអស់ជាច្រើនម៉ោងទីបំផុតឡានទំនើបបានធ្វើដំណើរមកដល់កណ្ដាលក្រុងដ៏ស៊ីវិល័យហើយអង្គុយនៅបាំងខាងក្រោយជាមួយម្ចាស់កោសម្ព័ន្ធយ៉ាងស្ងប់ស្ងាត់ភ្នែកសម្លឹងមើលទៅខាងក្រៅមើលទៅផ្លូវដែលឆ្ពោះទៅភូមិគ្រឹះរបស់នាងទីបំផុតនាងបានទៅផ្ទះហើយតែហេតុអីក្នុងចិត្តហាក់មិនសប្បាយវាសោកសៅវាហេងហាងវាធ្ងន់ពិបាកនិយាយហើយនៅអំខាងទៀតក៏មានអារម្មណ៍មិនខុសពីនាងគេទម្លាប់មាននាងតាំងពីពេលណាក៏មិនដឹងឡានស្ប៉ូតសេរីចុងក្រោយបានមកឈប់នៅមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់គ្រួសារខារីអូខេត្រាខារីអូអង្គុយនៅបាំងខាងក្រោយនាងប្រុងនឹងទាញទ្វារឡានចេញតែដៃតូចត្រូវបានអ្នកដែលអង្គុយក្បែរនោះស្រវាចាប់ជាប់ចុចកុងតាក់ឲ្យវាំងពណ៌ខ្មៅរត់មកបិទត្រឹមបាំងខាងក្រោយហើយចាប់មុខតូចឲ្យមកសម្លឹងខ្លួនតែខេតនៅតែមិនព្រមសម្លឹងគេដែរមើលមកបងខេតថ្ងៃនេះបងដោះលែងអូនព្រោះអូនអះអាងថានៅក្បែរបងអូនគ្មានក្តីសុខតែមិនមែនមានន័យថាបងលែងដៃអូនរហូតនោះទេខេតបែរសន្សឹមទៅសម្លឹងចំភ្នែករបស់គេពីវិនាទីនេះទៅលោកគ្មានថ្ងៃបានចូលក្នុងជីវិតខ្ញុំទៀតទេខេតប្រុងបើកទ្វារចេញម្ដងទៀតតែក៏ត្រូវគេចាប់ដែរម្ដងទៀតលែងមិនថាអូនស្អប់ប៉ុណ្ណាតែថ្ងៃណាមួយបងនឹងធ្វើឲ្យអូនរស់នៅដោយគ្មានបងមិនបានខ្ញុំគ្មានថ្ងៃនិយាយមិនទាន់ចប់ផងមាត់តូចត្រូវបានគេគ្រប់គ្រងបាត់ទៅហើយផ្ដោស្នាមថើបយ៉ាងទន់ភ្លន់បំផុតជាស្នាមថើបដែលពេញដោយការឈឺចាប់ឈឺចេញពីក្រអៅបេះដូងទោះចិត្តមិនចង់ទៅណាឆ្ងាយទោះចិត្តទាមទារប៉ុណ្ណាក៏ដោយស្រឡាញ់ខ្លាំងប៉ុណ្ណាក៏ដោយតែត្រូវខំមាត់លែងដៃនាងទៅព្រោះជាអ្វីដែលនាងចង់បានបានដកមាត់ចេញមកវិញទាំងអាឡ័យកុំឲ្យប្រុសផ្សេងចូលក្បែរកុំយកអ្នកណាមកជំនួសកន្លែងបងឮទេខេតសម្លឹងភ្នែកទាំងគូដែលពេលនេះប្រែជាក្រហមញ៉ាំងមើលក៏ដឹងថាគេកំពុងតែទប់ទឹកភ្នែកកុំភ្លេចស្រឡាញ់បងមិនតបងាកមុខចេញធ្វើជាមិនចាប់អារម្មណ៍នឹងការឈឺចាប់របស់គេហើយប្រញាប់ចុះពីឡានដោយមិននិយាយអីមួយម៉ាត់តាមសម្លឹងមើលនាងគ្រប់ជំហានគេឃើញនាងដើរទៅមុខដោយមិនស្ទាក់ស្ទើរបន្តិចក៏នាងមិនងាកក្រោយដែរបងនឹងយកអូនទៅវិញខេត្រាខារីអូបងនឹងយកអូនទៅវិញខេត្រាខារីអូខេត្រាបោះជំហានចូលទៅក្នុងផ្ទះទាំងបេះដូងធ្ងន់ខ្លាំងទឹកភ្នែកហូរចុះមកមិនដឹងខ្លួនតែមនុស្សដូចនាងតែងតែអាចបិទបាំងអារម្មណ៍ខ្លួនឯងបានជានិច្ចទៅហើយម្រាមដៃស្រឡូនលើកមកក្រវៀសទឹកភ្នែកចេញបង្ហាញភាពជាអ្នកនាងធំនៃត្រកូលខារីអូមានត្រាស្ត្រីវ័យកណ្ដាលដែលជាភរិយានៃម្ចាស់ភូមិគ្រឹះនេះគ្រាន់តែក្រឡេកឃើញកូនស្រីនាងទន់ខ្លួនល្អក្រំភើបពេកឃើញកូនស្រីដែលព្យាយាមតាមរកយ៉ាងណាក៏រកមិនឃើញខេតកូនម៉ាក់កូនមកវិញហើយមានត្រាស្ទុះទៅរកកូនទាំងទឹកភ្នែកដូចបាក់ទំនប់ពីរអ្នកម្ដាយកូនយំឲ្យគ្នាតាមឲ្យទឹកភ្នែករបស់អ្នកជាឪពុក Kevin Carrion ចូលមកអបប្រពន្ធនឹងកូនហាក់ដូចនឹករលឹកខ្លាំងអរគុណដែលកូនមករកប៉ាម៉ាក់វិញ Kevin Carrion ជាម៉ាហ្វៀកំណាចអ្នកណាក៏ដឹងតែថ្ងៃនេះព្រោះកូនស្រីគេបានយំយ៉ាងខ្លាំងសប្បាយដែលឃើញកូនម្ដងទៀតបីអ្នកឪពុកម្ដាយនិងកូនយំអបគ្នាពេញដោយក្តីនឹករលឹកយូរណាស់ទម្រាំពួកគេសម្រួលអារម្មណ៍មកវិញបានមានត្រានឹងអង្គុយកាន់ដៃកូនស្រីជាប់មិនព្រមលែងឡើយម៉ាក់ឈប់យំបានហើយកូនមកវិញហើយ
មានត្រាក្រវីក្បាលដាច់ខាតនាងមិនលែងកូនទេប៉ាម៉ាក់តាមរកកូនគ្រប់កន្លែងកូនបាត់ទៅណាមានអ្នកណាធ្វើអីកូនទេប្រាប់ម៉ាក់មកបើមានអ្នកណាធ្វើអីកូនប៉ានឹងឲ្យងាប់ភ្លាមខេត្តត្រាក្រវីបទៅពុកម្ដាយវិញគ្មានអ្នកណាធ្វើអីកូនទេប៉ាម៉ាក់ចុះកូនបាត់ទៅណាដឹងទេម៉ាក់បារម្ភកូនណាស់កូនធ្លាក់ចូលសមុទ្របានទៅដល់កោះមួយបាត់ការចងចាំមួយរយៈទៅមកផ្ទះវិញមិនបានមានត្រាឬហើយកាន់តែអាណិតកូននាងអង្អែលក្បាលកូនធ្នមហាក់ចង់ប៉ះពើពេលវេលាដែលកូនពិបាកត្រូវត្រង់ណាខ្លះប៉ាហៅគ្រូពេទ្យពូកែជាងគេមកពិនិត្យឲ្យកូនមិនអីទេប៉ាម៉ាក់កូនជាហើយជាពិតមែនបន្តិចក៏មិនឈឺដែរតែចុះខៀវគេទៅណាខេត្រាបានសួររកប្អូនប្រុសព្រោះតែពីមកដល់នាងនៅមិនទាន់បានឃើញកូនប្រុសជើងល្អរបស់នាងនៅឡើយទេប្អូនប្រុសកូនគេទៅរៀនបន្តនៅហុងកុងហើយសកលនៅទីក្រុងនេះគឺល្អដាច់គេហើយចាំបាច់ទៅរកដល់ហុងកុងធ្វើអីខេត្រាឆ្ងល់ហើយចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលភ្លាមព្រោះមិនមែននាងមិនស្គាល់ប្អូនប្រុសនាងទេគេប្រកាសជាកំពុងតែធ្វើអីមួយច្បាស់ណាស់គេថាចង់រៀននៅទីនោះប៉ាជាអ្នកឲ្យគេទៅកុំបារម្ភអីកូនចៅប៉ាតាមមើលគេរាល់ថ្ងៃចាំម៉ាក់ប្រាប់ឲ្យឈៀវគេមកលេងផ្ទះកូនសម្រាកសិនទៅណានឿយហត់ហើយចាំម៉ាក់ខេត្រាដើរទៅសម្រាកនៅលើផ្ទះតែក្នុងរាងកាយហាក់ដូចគ្មានកម្លាំងធ្វើឲ្យអ្នកជាម្ដាយព្រួយបារម្ភមិនស្ទើរខេនបងឃើញកូនយើងទេអូនថាកូនប្រកាសជាជួបរឿងអីមកមិនខានកុំបារម្ភអីចាំបងឲ្យកូនចៅទៅស៊ើបអ្នកណាហ៊ានប៉ះកូនយើងក៏មិនបានដែរនៅលើកោះច្រើនថ្ងៃបន្ទាប់ពីខេត្រាលេងនៅលើកោះនេះគ្រប់យ៉ាងក៏នៅតែដូចដើមខុសប្លែកតែម្ចាស់គោសម្ព័ន្ធប៉ុណ្ណោះដែលចេះតែនឹកនាងរហូតដល់ធ្វើអីលែងកើតអែលអង្គុយនៅបន្ទប់ធ្វើការទឹកមុខហាក់កំពុងតែសម្រេចចិត្តរឿងអ្វីម្យ៉ាងមើលទៅដូចកំពុងតែគិតហើយគិតទៀតអែលក្រោយទៅឈរនៅបង្អួចសម្លឹងមើលទៅកូនចៅទាំងអស់ដែលកំពុងតែធ្វើការរៀងខ្លួននៅខាងក្រៅលោកម្ចាស់មានការបន្ទាន់មែនទេសំឡេងរបស់ខៃស្បានទាញការគិតរបស់អែលឲ្យមកវិញឯងប្រាប់អ្នកនៅវងទៅយើងនឹងត្រឡប់ទៅវិញមានរឿងអីមែនទេលោកម្ចាស់ខៃស្អត់ឆ្ងល់មិនបានព្រោះកន្លងមកមិនថាមានរឿងអីលោកម្ចាស់ដាច់ខាតមិនត្រឡប់ទៅវិញឡើយយើងកិច្ចវិសមកយូរហើយម្យ៉ាងមានតែអំណាចទេទើបអាចយកខេត្រាមកវិញបានចុះមនុស្សទាំងអស់នៅលើកោះនេះលោកម្ចាស់បោះបង់ពួកគេមែនទេប្រាប់ឲ្យពូដែននៅមើលអ្នកគ្រប់គ្នាជំនួសយើងទៅខៃស្បានត្រឹមស្ងាត់អស់ពាក្យតគេមិនប្រឆាំងទេគ្រាន់តែគិតថាអ្នកគ្រប់គ្នានឹងរស់នៅយ៉ាងម៉េចកុំនៅសាមញ៉ាំទៅចាត់ចែងការងារទៅបាទលោកម្ចាស់អែនៅអង្គុយក្នុងបន្ទប់ធ្វើការម្នាក់ឯងមិនមែនគេមិនគិតដល់អ្នកគ្រប់គ្នាទេតែព្រោះចិត្តគេលែងនៅទីនេះទៅហើយអារម្មណ៍គេវាឈឺហួសការស្មានបន្ទាប់ពីនាងលែងនៅអារម្មណ៍មួយនេះគេមិនចង់ជួបវាទៀតទេបាត់មនុស្សដែលបេះដូងត្រូវការបំផុតវាស្មើនឹងបាត់ខ្យល់ដង្ហើម3ថ្ងៃក្រោយថ្ងៃសម្ពោធអគារពាណិជ្ជកម្មដ៏ធំសម្បើមនៅចំកន្លែងទីក្រុងដ៏ស៊ីវិល័យដែលជាកម្មសិទ្ធិរបស់ត្រកូលខារីអូជើងស្អាតស្រឡូនរបស់ខេត្រាខារីអូបានបោះជំហាននៅលើកម្រាលព្រំពណ៌ក្រហមឆ្អិនឆ្អៅអំដំណើរដោយដាមប្រាឌីនជាបុរសដែលពោពេញដោយអំណាចលំដាប់ទី3នៅក្នុងទីក្រុងនេះធ្វើឲ្យមើលទៅអ្នកទាំងពីរឥតខ្ចោះគ្មានកន្លែងទាស់រោគដែលនាងក្រុងថ្ងៃនេះសែនប្រណិតបូករួមនឹងសម្រស់របស់នាងបានទាញឲ្យកាមេរ៉ារបស់អ្នកកាសែតទាំងអស់បែរតម្រង់មកស្រីតូចគ្រប់គ្នាថ្ងៃនេះអូនស្អាតណាស់ដឹងទេទាញងាកទៅខ្សឹបស្រីតូចសម្ដីរបស់គេពោពេញដោយភាពទន់ភ្លន់ហើយឲ្យស្រីតូចញឹមចេញមកបានយ៉ាងស្រស់ហ្វីយ៉ាដាដែលនៅក្នុងកម្មវិធីស្រាប់បានត្រឹមឈរមើលអ្នកទាំងពីរទាំងទឹកភ្នែករលីងរលោងខំមាត់ប្រាប់ខ្លួនឯងកុំឲ្យយំនៅកណ្ដាលវងមនុស្សទោះឈឺប៉ុណ្ណាក៏ត្រូវតែទ្រាំមនុស្សដែលបងស្រឡាញ់ត្រឡប់មកវិញហើយសំគ្នាណាស់សំពិតមែនហ្វីយ៉ាដាបានត្រឹមនិយាយក្នុងចិត្តកាន់តែគិតកាន់តែឈឺហើយប្រញាប់រត់ចេញពីកម្មវិធីព្រោះដឹងថាខ្លួនឯងទប់ការឈឺចាប់លែងបានហើយខេត្រាដើរមកឈរនៅតុដែលត្រៀមនឹងធ្វើសន្និសីទកាសែតក្បែរ Kevin Cario និងមីនត្រាប៉ាម្ចាស់ភាគហ៊ុនធំមកឬនៅគួរតែចិត្តមកដល់ហើយខេត្រាញញឹមហើយក្រឡេកមើលទៅអ្នកកាសែតដើម្បីឲ្យពួកគេផ្តិតយករូបនាងស្នាមញញឹមបង្ហាញពីភាពជឿជាក់របស់នាងធ្វើឲ្យអ្នកជាឪពុកម្ដាយញញឹមចេញមកព្រោះប្រើរយៈពេលយូរគួរសមបន្ទាប់ពីនាងត្រឡប់មកវិញពេលនេះកូនស្រីដែលពូកែរឹងមាំពេញដោយទំនុកចិត្តក៏បានត្រឡប់មកវិញហើយឡានសេរីទំនើបចុងក្រោយបង្អស់ពណ៌ខ្មៅក្រឹបបានមកឈប់នៅខាងមុខអគារយៈជំហានជើងរបស់មនុស្សមានអំណាចបោះចេញមកក្រៅមុននឹងក្រោកឈរពេញកម្ពស់បង្ហាញនៅភាពសង្ហាដៃក្រាស់មាំក៏មិនភ្លេចទាញអាវធំខាងក្រៅមកបិទឡេវដែលធ្វើឲ្យមើលទៅគឺកាន់តែសំសួនពោពេញដោយអំណាចADX Carlson បោះជំហានចូលទៅក្នុងកម្មវិធីអំដោយអង្គរៈរត់តាមឆ្វេងស្ដាំទាញយកចំណាប់អារម្មណ៍អ្នកគ្រប់គ្នានៅក្នុងកម្មវិធីឲ្យក្រឡេកមើលទៅគេមិនលើកលែងសំបីតែខេត្រាខារីអូនាងតូចបើកភ្នែកធំធំសឹងមិនចង់ជឿថាអ្នកដែលបង្ហាញខ្លួនគឺជាគេដៃទាំងពីរក្តាប់យ៉ាងណែនសែនឆ្ងល់ថាគេមកទីនេះបានយ៉ាងម៉េចខេតកូនម្ចាស់ភាគហ៊ុនធំគេមកហើយខេត្រាងាកទៅមើលប៉ាទាំងមិនចង់ជឿជាគេមែនទេប៉ាអាហឹមខេត្រាតាមមើលអេលគ្រប់ជំហានរហូតគេដើរមកដល់ទៅហើយឈរក្បែរនាងខេត្រាចាប់ដើមត្រជាក់ដៃប្លែកទឹកមុខញញឹមមុននេះប្រែមកជាញញឹមលែងសមអរគុណដែលមកកម្មវិធីសម្ពោធអគាររបស់យើងនៅថ្ងៃនេះហើយនេះគឺ ADX Carlson ម្ចាស់ភាគហ៊ុនធំរបស់យើងបន្ទាប់ពី Kevin Cario និយាយចប់សម្លេងទះដៃកងរំពងលាន់ឡើងមក Kevin មានត្រាចាប់ដៃជាមួយអេបញ្ជាក់ពីការសហការគ្នាអេបានបន្តមកជិតខេត្រាហើយលើកដៃទៅចាប់ដៃរបស់នាងទាំងញញឹម
ខេត្រាសម្លឹងមើលអ្នកអំខាងទៀតឡើងខ្លែមិនខ្ចីចាប់ដៃរបស់គេវិញឡើយតែព្រោះនៅមុខអ្នកកាសែតដ៏សែនច្រើនក៏មិនត្រូវការឲ្យកម្មវិធីធំមួយនេះរលំទើបព្រមចាប់ដៃវិញទាំងបង្ខំយើងជួបគ្នាម្ដងទៀតហើយអេនិយាយទាំងញញឹមមានត្រាលើប្រយោគមុននេះទើបសួរទៅពួកគេធ្លាប់ស្គាល់គ្នាមែនទេកូនមិនស្គាល់ទេម៉ាក់មិនធ្លាប់ឮសំបីតែឈ្មោះអេស្ដាប់ឮហើយក៏ឈឺទ្រូងបន្តិចដែរតែនៅតែអាចញញឹមចេញមកបានប្រហែលមកពីភ្លេចហើយពេលនេះមិនស្គាល់មិនអីទេព្រោះបន្តិចនឹងបានស្គាល់ច្បាស់ហើយខេត្រាកញ្ឆក់ដៃតូចៗរបស់ខ្លួនចេញមកវិញបង្ហាញច្បាស់ថាមិនពេញចិត្តហើយទ្រាំខំមាត់នៅក្បែរនៅអំខាងទៀតរហូតដល់កម្មវិធីបានបញ្ចប់ទៅសពគ្រប់ខេត្រាដើរចុះមកខាងក្រោមដោយមានការព្រួយបារម្ភពីដើមប្រាឌីងអូនកើតអីមែនទេខ្ញុំហត់បងជូនខ្ញុំទៅផ្ទះបានទេល្អបានជូនទៅឌីនមិនត្រឹមតែនិយាយគេប្រញាប់ដោះអាវធំក្រៅរបស់ខ្លួនមកគ្រប់ឲ្យនាងតូចហើយនាំដើរចេញទៅដោយមានភ្នែកទាំងគូរបស់សម្លឹងមើលអ្នកទាំងពីរមិនដាក់អេសម្លឹងមើលដៃក្រាស់របស់ឌីនដែលដាក់លើចង្កេះទាំងអារម្មណ៍ឆេះឆួលលោកម្ចាស់ឡានរៀបចំរួចហើយទៅវាំងវិញបតាឲ្យរៀបផ្ទេរតំណែងថ្ងៃណានឹងរៀបចំព្រះរាជពិធីប្រកាសនៅខែក្រោយទៀតទៅមកផ្ទេរស្អែកហើយប្រកាសថ្ងៃស្អែកឲ្យហើយទៅបាទទៅរៀបចំទៅដាច់ខាតត្រូវតែជាថ្ងៃស្អែកអេនិយាយចប់គេដើរចេញសម្ដៅទៅឡានទាំងមុខស្មើគេនៅចាំទៀតមិនបានទេគេត្រូវការយកនាងមកវិញឲ្យបានឆាប់បំផុតអ្នកណាក៏គ្មានសិទ្ធិមកប៉ះពាល់មនុស្សរបស់គេដែរភូមិគ្រីសខារីអូដើរចូលក្នុងផ្ទះទាំងគ្មានកម្លាំងខេតអូនមិនស្រួលខ្លួនទៅពេទ្យដែរទេខ្ញុំមិនអីទេបងឌីនទៅវិញចុះខេត្រាដើរចូលមកក្នុងផ្ទះទង្វើនាងហាក់សោះអង្គុយនឹងអ្នកអំខាងទៀតឌីនក៏ចាប់អារម្មណ៍ដឹងគ្រាន់តែពេលនេះគេឃើញនាងមិនសប្បាយចិត្តទើបមិនចង់ធ្វើជាបញ្ហាបន្ថែមបានត្រឹមដកឃ្លាឲ្យនាងមានពេលសិន